សិក្សាអំពីរូបមន្ត PV បាទ present value PV គណនារោគតម្លៃបច្ចុប្បន្ន syntax PV rate ampere PMT SV ហើយ time បាទអញ្ចឹងយើងមើល rate គឺអត្រាការប្រាក់ក្នុងគ្រា ampere មកពី amperiod មានន័យចំនួនរយៈពេលជាខែឬជាឆ្នាំ PMT ពាក្យពេញមកពាក្យថា payment បាទបង់តាមពេលវេលានីមួយៗ SV មកពាក្យ future value តម្លៃនាពេលអនាគត Time ការជ្រើសរើសប្រភេទ0គិតចុងគ្រា1គិតដើមគ្រា PV គឺ present value ហ្នឹងគឺតម្លៃបច្ចុប្បន្នហ្នឹងឯងតោះអញ្ចឹងយើងមើលខាងក្រោមនេះឯងអញ្ចឹងនេះគឺជាលំហាត់ដែលមានស្រាប់នៅក្នុង Microsoft Excel 2013 HL តោះអញ្ចឹងយើងមើលការគណនាបាទអញ្ចឹងគឺយើងវានេះ PV មកក្នុងអញ្ចឹងយើងត្រូវការលំហាត់ហ្នឹងអញ្ចឹងទី1គឺយើងចុចទៅលើ HL នេះមុនមកបាទទី2គឺខ្ញុំចាប់ផ្ដើមវាកន្លែងនេះចូលគឺដាក់ PV រួច enter មកបាទបន្តមកទៀតគឺយើងមើលនេះ PV function បាទបន្តមកទៀតគឺយើង scroll វាចុះក្រោមមកនេះអញ្ចឹងមកចំតារាងរូបមន្តនេះអញ្ចឹងយើងមើលក្នុង data របស់យើងគឺ data ដំបូងផុតគឺ money បាទ paid out of earn insurance earn unity at the end of every month បាទអញ្ចឹងអានេះគឺជាតម្លៃ data ហើយ8%គឺជា interest rate earn on បាទ the money paid out អញ្ចឹងនេះគឺជាការប្រាក់បាទអញ្ចឹង20នេះគឺតំណាងឲ្យ year of money will be paid out តោះអញ្ចឹងយើងចាប់ផ្ដើម copy យកទិន្នន័យនឹងមកដើម្បីធ្វើការគណនាយើងចុច Ctrl C មកបន្តមកទៀតគឺយើងចុចលើ A1 មក Ctrl V មកវិញមក paste មកវិញហើយបើយើងទាញទិន្នន័យនឹងចូលមកខ្ញុំវា answer បាទតោះអញ្ចឹងយើងវាចម្លើយយើងចូលទី1ស្មើបាទ PV បាទរួចយើងคลิกលើ PV 2ដងមកអញ្ចឹងយើងមើល rate នេះគឺអត្រាបាទ interest ដែល earn on money paid អញ្ចឹងយើងselect លើ rate ហ្នឹងមកប៉ុន្តែក្នុងនេះគេគិតវា 8% ក្នុងមួយឆ្នាំអញ្ចឹងយើងគិតរោជាខែអញ្ចឹងយើងចែកនឹង12បន្តមកទៀត comma មួយមក ampere ហ្នឹងមកពី period នេះអញ្ចឹងយើងមើលក្នុងហ្នឹងគឺបាទ year of money អញ្ចឹងបានន័យថា20នឹង20ឆ្នាំអញ្ចឹងយើង select លើ20នឹងមករួចគុណនឹង12អញ្ចឹងគិតជាខែបាទបន្តមកទៀតគឺយើង comma ទៀតមកគឺយើងចូលបាទ select លើ PMT អញ្ចឹងគឺអត្រា pay money pay out របស់យើងហ្នឹងគឺបាទ500ហ្នឹងរួចហើយ comma មកបាទគឺ SV អញ្ចឹង SV យើងអត់មានទេយើង comma ម្ដងតែម្ដងតមកទៀតគឺយើងរើសលេខ0មកបាទតមកទៀតគឺយើង enter តែម្ដងមកបាទអញ្ចឹងចម្លើយរបស់យើងគឺបាទដក 59777 បាទចុច15តោះអញ្ចឹងយើងមកចុចលើ hell របស់យើងមកនេះគឺចម្លើយរបស់វាគឺដូចគ្នាគឺ 59777.15 តោះអញ្ចឹងយើង select លើនឹងមកយើងអាច copy រូបមន្តនឹងបាទ copy escape មួយសិនរួចយើងវាយ apostrophe មករួច control V មកផាសមកអញ្ចឹងគឺបាទរូបមន្តដែលយើងប្រើហ្នឹងគឺនៅបាទត្រង់នេះឯង